បាទសរសេរបងប្អូនមកសម្រាប់បងប្អូនដែលតឡើង driver bằngសិនកំណង MG 61 62ឬក៏កំណងប្រភេទផ្សេងៗឲ្យតែប្រភេទផ្សេងកំណងដែលតឡើងអត់បានបាទអញ្ចឹងបងប្អូនអាចមើលវីដេអូនេះបាទសម្រាប់បងប្អូនអាចធ្វើបានអូខេអញ្ចឹងដើម្បីយើងតឡើង driver មានទីសាស្ត្រមួយទៀតបងប្អូនទី1បងប្អូនត្រូវបើកម៉ាស៊ីន print ដោតខ្សែ USB ពីម៉ាស៊ីន print ហ្នឹងចូលមកក្នុង computer របស់យើងបាទបន្តមកទៀតយើងត្រូវមាន driver ម៉ាស៊ីន print បាទ driver ម៉ាស៊ីន print ហើយយើងធ្វើមាន2ដំណាក់កាលបើមិនជាយើង set up ទៅវាអត់ស្គាល់បងប្អូនអាចចូលទៅមួយដំណាក់ទៀតអូខេឥឡូវមើលទាំងអស់គ្នាអញ្ចឹងម៉ាស៊ីន driver នេះខ្ញុំលើកយកមកកណ្ដុង MG 6130បាទ6130ហើយខ្ញុំមាន driver របស់ខ្ញុំស្រាប់អញ្ចឹងសម្រាប់បងប្អូនដែលអត់មាន driver គាត់អាច download មកក៏បានឬក៏បងប្អូន copy មកពីខាងណាក៏បានដែរហើយយើងតម្លើងវាមកចុចតម្លើងវាហើយចុច yes បាទហើយយើងចុច next ហើយយើងយក AC បាទព្រោះយើងនៅ AC next ចុច yes បើចេះយើងចាំទីសិនដោយសារវាត្រូវការ clean up វាយើងវាចាប់ផ្ដើមតម្លើង driver ហ្នឹងឲ្យយើងបាទចឹងបងប្អូនខ្លះថាតម្លើងអត់បានដាក់តម្លើងអត់បានបងប្អូនមើលវីដេអូនេះទៅបាទធ្វើបានហើយព្រោះខ្ញុំតេស្តមើលតែតម្លើងអត់បានគឺតែដាក់កម្មវិធីដាក់តាមទីសាស្ត្រមួយនេះគឺដឹងថាបាន 100% ហើយបាទអញ្ចឹងមានចំណុច3អញ្ចឹងរើសយក USB បាទក្រោមគេនេះគេ use USB printer ចុច next នៅត្រង់ចំណុចនេះយើងចាំបន្តិចបើមិនជាវាអត់ដើរទេបាទអានេះវាថាវាអត់ដើរទេអញ្ចឹងយើងទុកវានៅនឹងសិនដល់យើងចូលទៅ control panel របស់ម៉ាស៊ីន print បាទយើងទៅ clear វាយើងវាយពាក្យ control ហើយយើងយកពាក្យ control panel បន្ទាប់មកបងប្អូនមើលកន្លែងនេះវាដាក់ថា hardware and sound ហើយយើងយកខាងក្រោមហ្នឹងមានពាក្យ view printer device មកបាទអូខេបន្ទាប់មកនេះបងប្អូនមើលអាជួរខាងលើគេបងប្អូននេះឃើញវាដាក់កណ្ដុង MG 6100នេះអញ្ចឹងអាហ្នឹងគឺឈ្មោះម៉ាស៊ីនដែលយើងតម្លើងត្រូវតម្លើងហ្នឹងឯងអញ្ចឹងបើយើងដឹងថាឈ្មោះម៉ាស៊ីនដែលយើងត្រូវតម្លើងហ្នឹងហើយយើងលុបអាហ្នឹងចេញបាទយើងចុចមកស្ដាំលើវាហ្នឹងមកហើយយើងយកពាក្យ remove device ហើយយកពាក្យ yes បន្ទាប់ពី yes ហើយបងប្អូនត្រូវដកខ្សែ USB ដកខ្សែ USB ពីម៉ាស៊ីន print ឬក៏ពីខាង computer ក៏បានដកខ្សែ USB មិនមែនដកខ្សែភ្លើងទេបងប្អូនបាទអញ្ចឹងដកខ្សែ USB បន្តិចមករួចចាំយើងដោតចូលវិញដោតចូលវិញមកបាទពេលដោតចូលមកវានឹង load នៅត្រង់នេះហើយយើងទៅមើលចេញទៅវិញមើលនេះគ្រាន់តែយើងដោតចូលវិញវា refresh ហើយគឺវានឹងដាក់ load ថា installation complete ហើយនេះដាក់ complete ហើយអញ្ចឹងយើងលុបអាហ្នឹងដើម្បីអីបើយើងលុបអាហ្នឹងដើម្បីឲ្យវា refresh port USB ដែលយើងដោតពី computer ទៅម៉ាស៊ីន print ហ្នឹងដើម្បីឲ្យវា refresh បន្តិចហើយវាจะតាមស្គាល់ហើយអញ្ចឹងអូខេអញ្ចឹងចុចពេកមកយើងទៅមើលក្នុង control panel យើងសាថ្មីមើលនេះវានឹង load មកវាជប់ load ខាងលើនេះហើយខាងលើនេះវាដាក់ all device វាក្រោមនេះគេដាក់ printer អញ្ចឹងបើយើងប្រភេទ printer វានៅក្រោមនេះម៉ាស៊ីន print ហ្នឹងកណ្ដុង MG 6100បាទអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងសង្ឃឹមថាវីដេអូហ្នឹងអាចជួយបងប្អូនបាទអរគុណ